លេងកូនឆ្កែមានបរិមម្នាក់មានឈ្មោះថាសុកគាត់គឺជាអ្នកបើកឡានដឹកទំនិញដែលតែងតែបើកឡាននៅពេលយប់ជាប្រចាំថ្ងៃនៅយប់មួយគាត់កំពុងបើកឡានឆ្លងកាត់វាលដ៏ស្ងាត់ស្រពោនគ្មានភ្លើងតតែសោះនៅរំពេចនោះគាត់បានឮសំឡេងកូនឆ្កែយំសោកសង្វាយពីក្បែរត្រែងតាមដងផ្លូវគាត់បានចុចប្រាំងឈប់ហើយសម្លឹងមើលទៅខាងក្រៅរថយន្តមិនបានឃើញអ្វីតតែសោះគាត់បានគិតថាប្រហែលជាគាត់ហត់នឿយពេកទើបឮសំឡេងចម្លែកគាត់បានបើកបរបន្តទៅមុខទៀតនៅបន្តិចក្រោយមកសំឡេងកូនឆ្កែនោះក៏បានយំមិនលឺម្ដងទៀតលើកនេះវាកាន់តែជិតទៅហាក់បីដូចជាវាកំពុងតែនៅក្នុងឡានរបស់គាត់សុកបានចាប់ផ្ដើមញាក់សាច់ប៉ុន្តែគាត់ក៏បញ្ញាប់បើកឡានឲ្យលឿនទៅខាងមុខនៅរំពេចខាងនោះកញ្ចក់ខាងក្រៅរបស់គាត់បានឃើញស្រមោលស្ត្រីម្នាក់កំពុងតែអង្គុយនៅកៅអីខាងក្រោយកាន់កូនឆ្កែដែលមានពណ៌សនៅក្នុងដៃហើយបានញញឹមមកដាក់គាត់ដោយភ្នែកក្រហមឆ្អៅសុកបានស្រែកយ៉ាងខ្លាំងបានបែរមុខទៅខាងក្រោយវិញគ្មានអ្នកណាទាល់តែសោះគាត់បានបែរមុខទៅខាងមុខវិញពេលនោះក៏បានឃើញស្រមោលនោះកំពុងតែអង្គុយនៅក្បែរគាត់មុខរបស់នាងស្លេកស្លាំងហើយដៃត្រជាក់កំពុងតែពាត់ករបស់គាត់នៅព្រឹកបន្ទាប់គេបានឃើញឡានដឹកទំនិញរបស់សុកបានបុកទៅនឹងដើមឈើនៅឯម្ខាងផ្លូវប៉ូលីសបានមកពិនិត្យឃើញថានៅក្នុងឡាននោះមានស្នាមដៃតូចរបស់កុមារនិងស្នាមជើងឆ្កែពោពេញទៅនឹងកៅអីក្រោយក៏ប៉ុន្តែមិនមាននរណាម្នាក់ដឹងថាតើវាគឺជាស្នាមរបស់អ្នកណានោះទេគេថាបើកឡានកាត់ផ្លូវនោះនៅពេលយប់កុំឈប់ស្ដាប់នឹងសំឡេងកូនឆ្កែនោះយំឲ្យសោះព្រោះអ្នកដែលឈប់នោះនឹងមិនអាចត្រឡប់ទៅវិញបាននោះឡើយបន្ទាប់ពីហេតុការណ៍របស់សុកកន្លងផុតទៅផ្លូវនោះកាន់តែមានឈ្មោះល្បីល្បាញនិងមានរឿងរន្ធត់ជាច្រើនអ្នកស្រុកភូមិដែលស្ថិតនៅក្បែរនោះបានហាមដាច់ខាតមិនឲ្យកូនចៅដើរឆ្លងកាត់ផ្លូវនោះនៅពេលយប់ឡើយក៏ប៉ុន្តែមានយុវជន2នាក់ដែលមានឈ្មោះថាភូនិងម៉ាណែតដែលជាអ្នកចូលចិត្តដើរលេងនៅពេលយប់និងមិនដែលជឿនឹងខ្លាចទៅលើរឿងខ្មោចតតែសោះនៅយប់មួយពួកគេបានសម្រេចចិត្តជិះម៉ូតូឆ្លងកាត់នៅផ្លូវនោះភូដែលជាអ្នកបើកមានការចម្លែកម៉ាណែតអង្គុយក្រោយបានកាន់ទូរស័ព្ទថតវីដេអូឯងអត់ខ្លាចទេមែនម៉ាណែតឮគេថាសុកស្លាប់នៅទីនេះភូបាននិយាយលេងសើចខ្លាចអីរឿងខ្មោចគឺជារឿងដែលគេនិទានបោកប្រាស់កូនក្មេងៗទេម៉ាណែតបានឆ្លើយទាំងសំឡេងក្លាហានពួកគេបានបើកម៉ូតូចូលទៅក្នុងផ្លូវនោះនៅវាលងងឹតរំពេចនោះម៉ូតូរបស់ពួកគេក៏បានឈប់ដំណើរការភ្លាមទាំងដែលទើបតែបានចាក់សាំងពេញថ្មីចុះអីក៏ឈប់ភូបានចុចប៊ូតុងស្ទាក់ជាច្រើនដងតែម៉ូតូមិនដំណើរការតតែសោះនៅរំពេចនោះសំឡេងកូនឆ្កែយំក៏បានបន្លឺឡើងចេញពីចម្ងាយវាយំកាន់តែខ្លាំងទៅហាក់ដូចជាកំពុងតែដើរចូលមកជិតរបស់ពួកគេឯងឮសំឡេងអីទេម៉ាណែតបានសួរទាំងសំឡេងរញាក់រញ័រពេលនោះភូបានព្យាយាមនិយាយទាំងស្មារតីឮប៉ុន្តែកុំភ័យអីវាគ្រាន់តែជាសំឡេងឆ្កែស្រែកធម្មតាតែប៉ុណ្ណោះប៉ុន្តែមុខរបស់គាត់ស្លេកខ្លាំងទៅពួកគេបានសម្រេចចិត្តចុះពីលើម៉ូតូហើយបាននាំគ្នារើម៉ូតូនោះឆ្លងកាត់ផ្លូវនោះដើរប៉ុន្មានជំហានម៉ាណែតក៏ស្រាប់តែឈប់ដូចជាគេចាក់ឫសភូឯងមើលនោះម៉ាណែតបានពោលដោយដៃរញាក់រញ័រហើយបានចង្អុលទៅមុខនៅលើដើមឈើមួយដើមមានសមាស្ត្រី
ដែលស្លៀកសម្លៀកបំពាក់អាវពណ៌សកំពុងតែអង្គុយអោបឆ្កែពណ៌សនាងញញឹមដាក់ពួកគេតែញញឹមដោយភ្នែកក្រហមឆ្អៅហើយទឹកមុខស្លេកស្លាំងដូចជាស្លឹកក្រដាសភូនិងម៉ាណែតបានស្រែកយ៉ាងខ្លាំងរួតបានបែរខ្នងក៏លេខគ្នាទៅកាន់ទិសដៅផ្សេងភូបានរត់ចូលទៅកាន់ព្រៃចម្លែកចំណែកអាម៉ាណែតបានរត់ត្រឡប់ក្រោយទៅរកម៉ូតូវិញនៅពេលដែលម៉ាណែតទៅដល់ម៉ូតូគាត់បានកលេចមើលទៅកាន់កញ្ចក់ម៉ូតូរបស់គាត់ហើយបានឃើញសមាស្ត្រីនោះកំពុងតែឈរពីក្រោយរបស់គាត់កាន់កូនឆ្កែហើយដៃម្ខាងទៀតកំពុងតែលូកមើលកាន់ស្មារបស់គាត់ម៉ាណែតបានបែរមុខទៅក្រោយគ្មានអ្វីសោះគាត់បែរម៉ែមុខទៅមុខវិញបានឃើញនាងកំពុងតែអង្គុយពីមុខរបស់គាត់នៅលើម៉ូតូហើយនិយាយដោយសំឡេងស្អកថាអ្នកណាដែលមកទីនេះនោះនឹងត្រូវជួបជាមួយនឹងខ្ញុំជារៀងរហូតនៅព្រឹកឡើងប៉ូលីសបានរកឃើញម៉ូតូរបស់ភូនិងម៉ាណែតដែលកំពុងតែទម្លាក់នៅកណ្ដាលផ្លូវនៅក្បែរម៉ូតូមានស្បែកជើងរបស់ម៉ាណែតមួយគូនិងទូរស័ព្ទដែលកំពុងតែថតវីដេអូរហូតទៅដល់អស់ថ្មនៅក្នុងវីដេអូនោះគេបានឃើញភូនិងម៉ាណែតកំពុងតែដើរម៉ូតូបន្ទាប់មកម៉ូតូរបស់គេបានឈប់ពួកគេបានចតដើរហើយស្រាប់តែនាំគ្នារត់ប្រកែកគ្នាក៏ប៉ុន្តែនៅវីដេអូចុងក្រោយមុននឹងថតអស់គេបានឃើញសមាស្ត្រីម្នាក់ដែលឈរពីក្រោយរបស់ម៉ាណែតហើយមានដៃវែងរបស់នាងកំពុងតែពាត់ករបស់គាត់ភូនិងម៉ាណែតមិនដែលត្រឡប់មកផ្ទះវិញតតែសោះប៉ុន្មានថ្ងៃក្រោយមកគេបានរកឃើញពួកគេកំពុងតែដើរតាមផ្លូវនោះនៅពេលយប់ម្នាក់កំពុងតែកាន់កូនឆ្កែម្នាក់ទៀតដើរពីក្រៅខ្នងដោយភ្នែកក្រហមឆ្អៅគេបាននិយាយថាបានអ្នកណាបើកឡានឬបើកម៉ូតូឆ្លងកាត់ផ្លូវនោះនៅពេលយប់ហើយតែងតែលើសំឡេងកូនឆ្កែយំសូមកុំឈប់សម្លឹងមើលឲ្យសោះបើអ្នកណាឈប់នោះនឹងខ្លាចទៅជាម្នាក់នៅក្នុងចំណោមពួកគេដែលកំពុងតែដើររកជនរងគ្រោះថ្មីជារៀងរហូតនៅក្នុងរឿងមួយនេះដែរសង្ឃឹមអ្នកទាំងអស់គ្នាពេញចិត្តនឹងបន្តសាច់រឿងបន្តទៀតបើចង់បន្តទៀតនិងចង់ប្រាប់ពីរឿងខ្មោចអ្វីផ្សេងទៀតសូមខមមិននៅខាងក្រោមរបស់វីដេអូរបស់ពួកយើង